របស់យើងប៉ុណ្ណេះយើងអាចចាក់អស់មុនបានអញ្ចឹងយើងមកមើលពីរបៀបនៃការចាក់អស់មុនអញ្ចឹងយើងលាយថ្នាំតម្រូវមកយើងដាក់ក្នុងពុយ 1000 លីត្រហើយយើងដាក់ក្នុងមួយកណ្ដុងនេះ 5 លីត្រសម្រាប់ចាក់មួយដើមយើងទៅតម្រូវថ្នាំហើយនឹងទឹកនោះតាមនឹងមកនេះប្រហូរប្រឆេះម៉ាស៊ីនចេញតាមប៉ាំមកប្រហូរមកតាមនឹងចាំខ្ញុំបង្ហាញនៅក្នុងវីដេអូអញ្ចឹងយើងលាយអកម៉ូនហើយយើងដាក់ក្នុងកណ្ដុងហើយយើងចាក់អញ្ចឹងយើងចាក់មកហើយចាក់ឲ្យវាជុំវិញមកក្នុងមួយកណ្ដុង 5 លីត្រហ្នឹងហើយឯងចាក់ចឹងឯងបងប្អូននេះហើយជាធុងលាយថ្នាំយើងនឹងលាយហើយយើងយកមកលាយអកម៉ូនមកយើងដាក់ថ្នាំតម្រូវតាមហ្នឹងទៅព្រោះទឹក 1000 លីត្រនេះយើងដាក់បាន200ដើមហើយស្វាយយើងក្នុងមួយដើមដាក់ទឹកដាក់ថ្នាំប្រហែលខាំយើងលាយតម្រូវតាមហ្នឹងទៅព្រោះយើងដាក់បាន200ដើមហ្នឹងទឹកតែ5លីត្រទេក្នុងមួយដើមហ្នឹងហើយយើងដាក់ពុយចេះដាក់ប៉ាំចេះមកយើងកាន់តែដោះតាក្បាលបាញ់ចេញទៅហើយយើងហូរវាទៅតាមហ្នឹងទៅហើយយើងឆ្នៃតែក្បាលវិលមួយបាទបាញ់យើងកំពុងធម្មតាហ្នឹងយើងឆ្នៃដាក់ក្នុងធុងទៅដើម្បីឲ្យវាវិលទឹកនឹងកូរទឹកនឹងខ្មោចវាអកម៉ូនយើងនឹងវាកោបើយើងមិនធ្វើចឹងទេយើងនឹងអង្គុយកោរហូតអង្គុយកោដែលទឹកនឹងរហូតព្រោះអកម៉ូនមិនដូចថ្នាំទេព្រោះតែទុកចោលតែបានតែទឹកវាអាចកោហើយយើងឆ្នៃចឹងមកជំនួយយើងនឹងកោបានខ្លះដែរអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេដល់បងប្អូនហើយក៏សូមអភ័យទោសដល់បងប្អូនដែលគាត់បានដឹងហើយគាត់ធ្លាប់ធ្វើដឹងហើយក៏សូមអភ័យទោសគាត់ដែរបងប្អូនខ្ញុំនេះគឺធ្វើសម្រាប់តែឲ្យលោកបងប្អូនយើងថ្មីគាត់ទឹមតែធ្វើអីគាត់អត់បានដឹងអីទៅបង្ហាញគាត់ឲ្យដឹងឲ្យយល់ពីវិធីសាស្ត្រនៃការចាក់អរម៉ូនស្រួលនឹងការលាយអញ្ចឹងទៅវាបានលឿនអញ្ចឹងអរគុណច្រើនបងប្អូន